កងកម្លាំងប្រដាប់អាវុធរបស់ថៃបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យកងកម្លាំងប្រដាប់អាវុធរបស់ថៃនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះបានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ដោយមិនខ្លាចច្បាប់អន្តរជាតិតាមរយៈការប្រើគ្រឿងចាក់ឈូសឆាយនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាកន្លែងដែលកងកម្លាំងថៃបានមករីកបន្លាលួសនិងដាក់កងឡានកាលពីពេលកន្លងទៅជាមួយនឹងសកម្មភាពកក្លឿនរបស់ថៃនេះភ្លាមក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជានារសៀលថ្ងៃទី10ខែតុលាឆ្នាំ2025ក៏បានអញ្ជើញចូលពីនាទីតាំងជាក់ស្ដែងនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាកន្លែងដែលកងកម្លាំងនិងគ្រឿងចក្រថៃបានបំពេញអធិបតេយ្យភាពកម្ពុជាគួរបញ្ជាក់ថាតាមរយៈលិខិតឆ្លើយតបនិងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ានៃកងទ័ពភូមិភាគទី1ថៃស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យរបស់កម្ពុជាទល់មុខនឹងតំបន់ភូមិនងច័ន្ទរបស់ថៃនិងតំបន់ភូមិព្រៃច័ន្ទរបស់កម្ពុជាទល់មុខនឹងតំបន់ភូមិនងយ៉ាកែវរបស់ថៃកងពលថ្មើរជើងលេខ51នៃយុទ្ធភូមិភាគទី5របស់កម្ពុជាបានស្នើទីបញ្ជាការកងកម្លាំងបូព៌ាផ្អាកសកម្មភាពដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ JBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ហើយរងចាំការសម្រេចពីថ្នាក់លើនិងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយមនីតិវិធីប្រតិបត្តិ SOP របស់ក្រុមការងារសម្របសម្រួលចម្រុះបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51ថាការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យរបស់កម្ពុជាទល់មុខតំបន់ភូមិនងច័ន្ទរបស់ថៃនិងតំបន់ភូមិព្រៃច័ន្ទរបស់កម្ពុជាទល់មុខនឹងតំបន់ភូមិនងយ៉ាកែវរបស់ថៃដែលកំណត់ធ្វើនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះដោយទីបញ្ជាការកងកម្លាំងបូព៌ាធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចក្នុងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ JBC នោះទេ